hang nè lụa ốc tích tí miền sao ấy thếประมาณ ngàyនេះគឺថាអូយលក់មែនតែនហ្មងណាបងប្អូនអាវ៉ាន់ខ្ញុំស្តុកគឺច្រើនមែនតែន5ទូតកកលក់អស់លេងថ្ងៃនេះគឺថារវល់តាំងពីព្រឹកដល់យប់ហ្មងធ្វើគ្រឿងលក់ថ្មីអាវ៉ាន់ចូលស្តុកថ្មីទាំងអស់ដូចខ្យងថ្ងៃនេះគឺខ្ញុំហៅខ្យងស្រែខ្យងបើចូលស្តុកច្រើនមែនតែននេះជាប្រភេទខ្យងស្រែណាបងប្អូនរើសយកសិតតែមេខ្យងធំ50 គីឡូបងប្អូនយកមកត្រាំទឹកលាងដីវាឲ្យអស់ដីអស់ក្អែហើយយកវាមកចំហុយដើម្បីយើងទុកធ្វើជាខ្យងអាំងខ្ទិះដូងជាមួយនឹងធ្វើសាច់ប្រហិតវាយធ្វើស៊ុបខ្យងណាបងប្អូនគឺជាប្រភេទខ្យងស្រែហើយសម្រាប់បកខ្យងបឺនេះវិញក៏ចូលស្តុកដែរបងប្អូនឲ្យ50 គីឡូវិញស្រស់ល្អណាស់សិតតែខ្យងរស់អញ្ចឹងបងប្អូនញ៉ាំខ្យងនៅហាងខ្ញុំគឺធានាបានថាខ្យងរបស់ខ្ញុំអត់មានយកខ្យងងាប់ឬក៏ខ្យងក្លាសេទេគឺរស់យកសិតតែខ្យងរស់ស្រស់ល្អនេះគឺចូលស្តុកថ្មីដែរណាបងប្អូនគឺយកទុកមកធ្វើម្ហូបឆាខ្ទិះដូងសម្រាប់លក់នៅជីបម៉ុងហើយបើនិយាយពីក្តាមស្រែនេះវិញបងប្អូនណាឲ្យថ្ងៃលក់ចូលឆ្នាំគឺថាអត់មានក្តាមបុកលហុងទេមិនថាក្តាមស្រែក្តាមសេកទេគឺរត់ទិញអត់បានហ្មងទើបតែដាក់កំងគេតាំងពីមុនចូលឆ្នាំឥឡូវនេះគឺទៅបានមកចូលស្តុក20 គីឡូក្តាមស្រែនិយាយពីថាធាត់ខ្លាញ់ល្អមែនតើបន្តែក្តាមស្រែឥឡូវនេះគឺថាឡើងថ្លៃសម្បើមណាគីឡូ 13000 នេះហើយពិបាករកទិញទៀតទម្រាំតាកំងគេបានយកមកធ្វើក្តាមប្រៃលក់នេះគឺឡើង 4-5 ថ្ងៃហើយទៅថ្ងៃនេះបានចូលស្តុកក្តាមប្រៃហើយមិនថាក្តាមស្រែឬក្តាមសេកទេមុននឹងខ្ញុំយកមកធ្វើក្តាមប្រៃគឺខ្ញុំលាងសម្អាតវាហើយខ្ញុំបកសបកវាបែបនេះណាបងប្អូនបានត្រាំជាមួយនឹងទឹកត្រីរបស់យើងគឺវាចូលជាតិប្រៃបានល្អហើយគឺក្តាមយើងអត់ស្អុយទេអញ្ចឹងមុននឹងខ្ញុំយកវាមកជ្រក់ធ្វើក្តាមប្រៃនេះគឺខ្ញុំបកលាងសម្អាតវា 4-10 ទឹកតតែទឹកវាសហើយហ្នឹងបានខ្ញុំចាប់ផ្ដើមយកវាមកជ្រក់ឥឡូវជ្រក់រួចរាល់ហើយក៏មកចាប់ផ្ដើមធ្វើទៀតហើយបងប្អូនហើយថ្ងៃនេះក៏ពោះគោចូលឡើង50 គីឡូដែរ40 គីឡូជាង50 គីឡូគឺពោះគោស្រែទៀតអូធ្វើថ្ងៃនេះគឺថាធ្វើឡើងចង់ខ្យល់បុគ្គលិកគ្រប់គ្នាគ្រប់មុខច្រើនមែនតើណាបងប្អូនហើយក្នុងគ្រឿងធ្វើរបស់យើងមួយមុខនេះមិនមែនធ្វើស្រួលទេបងប្អូនហើយអង្គុយកុសអង្គុយលាងសម្អាតទម្រាំតែបានមួយមុខនេះគឺ 2-3 ម៉ោងដាក់ស្ងោរពោះគោឆ្អិនរួចរាល់ហើយក៏មកចាប់ដើមធ្វើទៀតហើយបងប្អូនគឺធ្វើខ្យងបឺនេះហើយគឺយើងយកវាមកលាងសម្អាតចំហុយវាហើយរើសក្បាលវាម្ដងមួយលាងតតែទឹកយើងសស្អាតបែបនេះហើយបានខ្ញុំយកវាទៅឆាខ្ទិះសម្រាប់ខ្យងបឺឆាខ្ទិះដូងនេះគឺមនុយលក់ដាច់ប្រចាំហាងនៅផ្សារជីបម៉ុង271បងប្អូនដែលញ៉ាំខ្យងបឺឆាខ្ទិះនៅផ្សារជីបម៉ុង271គឺដឹងហើយគឺធ្វើពីហាងវាស្រែនេះគឺផ្ញើទៅជីបម៉ុងតែម្ដងខ្យងបឺនេះក៏ជាមនុយលក់ដាច់នៅជីបម៉ុងហើយជាមួយនឹងពងទាកូនស្ងោរស៊ីឈាន់ក៏ខ្ញុំផ្ញើពីហាងវាស្រែទៅដែរស្ងោរថ្មីរាល់ថ្ងៃណាបងប្អូនហើយមើលតែទឹកអំពៅដែលខ្ញុំដាក់ស្ងោរជាមួយនឹងពងទាគឺដឹងថាអូជាតិសាហាវតែម្ដងលក់ដាច់ប្រចាំហាងមិនថាហាងវាស្រែជាមួយនឹងហាងនៅជីបម៉ុងទេគឺលក់ដាច់ដូចគ្នាគឺខ្យងឆាខ្ទិះជាមួយនឹងពងទាកូនស៊ីឈាន់នេះឯងស្ងោរមួយថ្ងៃរាប់ពាន់គ្រាប់ណាបងប្អូនគឺភ្ញៀវគាត់មករាល់ថ្ងៃលក់ដាច់រាល់ថ្ងៃហើយយើងក៏ធ្វើថ្មីរាល់ថ្ងៃដែរបងប្អូនមិនភ័យបារម្ភថាអូទិញពងទាកូនទិញខ្យងបឺឆាខ្ទិះអីឬមួយក៏ម្ហូបផ្សេងអីម្ហូបដែលសល់យូរអីគឺអត់មានទេបងប្អូនហើយធ្វើរាល់ថ្ងៃលក់រាល់ថ្ងៃហើយបើនិយាយពីផ្អកកពឹសនេះវិញមិនងាយទិញបានផ្អកកពឹសល្អយកមកធ្វើផ្អកអីណាបងប្អូនតម្រាំតែទិញបានថាកន្លះខែអីបានផ្អកកពឹសយកមកចាវយកមកលក់ឥឡូវផ្អកកពឹសនេះក៏មានស្តុកថ្មីដែរបងប្អូនហើយសាច់ធំក៏ហមល្អមែនតើអស់ពិសេសដែលខ្វះអត់បានថ្ងៃនេះត្រូវតែធ្វើតែម្ដងគឺប្រហុកអាំងជ្រុញលាយម្ដង20 គីឡូសាច់ជ្រូកណាបងប្អូននៅតែធ្វើអត់គ្រាន់លក់ទៀតត្រូវតែធ្វើថែមរាល់ថ្ងៃតែម្ដងជាមួយនឹងនេះក្តឹបស្វាយជ្រក់របស់យើងនេះមិននុយថ្មីនៅក្នុងហាងឯងប៉ុន្តែលក់ដាច់សាហាវភ្ញៀវញ៉ាំបាយគឺត្រូវតែកំងហើយអាវ៉ាន់របស់ខ្ញុំបងប្អូនគ្រាន់តែមើលក៏ដឹងដែរថាអូក្នុងថ្ងៃនេះគឺថាធ្វើស្តុកថ្មីច្រើនគ្រប់មុខតែម្ដងហើយអាវ៉ាន់ដែលខ្ញុំធ្វើទាំងអស់ហ្នឹងគឺជាអាវ៉ាន់ដែលខ្ញុំធ្វើស្តុកលក់ប្រចាំថ្ងៃរាល់ថ្ងៃទេបងប្អូនគឺយើងធ្វើថ្មីអញ្ចឹងរាល់ថ្ងៃស្តុកច្រើនប៉ុណ្ណឹងហើយនៅតែបងប្អូនមកពេលខ្លះហ្នឹងអត់មាននេះអត់មាននោះដោយសារតែយើងធ្វើច្រើនដែរប៉ុន្តែយើងនៅតែលក់អស់អញ្ចឹងពេលដែលបងប្អូនមកខ្វះនេះខ្វះនោះអីអធិស្ឋានផងពួកយើងធ្វើច្រើនដែរតែធ្វើអត់គ្រប់អញ្ចឹងណា